បាទសូមជម្រាបសួរខ្ញុំបាទលីប៊ុនស៊ុនបាទខ្ញុំបាទលីហេសូមគោរពជំរាបសួរពុកម៉ែបងប្អូនសូមជម្រាបសួរដល់បងប្អូនដែលតែងតែតាមដានគាំទ្រកម្មវិធីវេទិកាតាយចាស់កន្លងមកហើយកម្មវិធីរបស់យើងបានខកខានមិនបានផ្សាយបើរាប់ជាក្បាលឆ្នាំប្រហែលជា2ឆ្នាំកន្លងមកហើយណោះបងអូនហីណាបងប៊ុនស៊ុនគឺរយៈពេល2ឆ្នាំហើយដោយការខកខានមិនបានផ្សាយនៅវេទិកាតាយចាស់របស់យើងហើយជាថ្មីម្ដងទៀតនេះគឺតាយចាស់វិលត្រឡប់មកជួបពុកម៉ែបងប្អូនឡើងវិញហើយសង្ឃឹមថាពុកម៉ែបងប្អូនដែលធ្លាប់គាំទ្រកម្មវិធីតាយចាស់របស់យើងវិលមកតាមដានទស្សនាហើយក៏ដូចជាមានមតិយោបល់ពីបញ្ហានៅប្រទេសកម្ពុជាសូមផ្ញើសារមកកាន់เพจតាយចាស់របស់យើងហើយពួកយើងនឹងនិយាយអំពីទុកកង្វល់និងរកវិធីដោះស្រាយជូនពុកម៉ែបងប្អូនដែលកំពុងតែជួបលំបាកនៅក្នុងប្រទេសកម្ពុជាផងដែរបាទបងសុំមានអ្វីបន្ថែមត្រឡប់មកកម្មវិធីតែវេទិកាតាយចាស់យើងសារជាថ្មីនេះមិនមែនជាការចែកដន្ទេដោយសារតែមានការវិវត្តស្ថានភាពថ្មីហើយវិវត្តស្ថានភាពកាន់តែក្តៅឡើងច្រើនឡើងមិនថានៅក្នុងតំបន់ទូទាំងសកលលោកជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងទាំងមូលបាទដោយសារតែតម្រូវការចាំបាច់នៃការចូលរួមជួយប្រើប្រាស់សិទ្ធិបញ្ចេញមតិក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាបាទក្នុងនាមយើងជាម្ចាស់ប្រទេសដែលចូលរួមក្នុងការកំណត់ជោគវាសនានៃអនាគតប្រទេសជាតិរបស់យើងដូច្នេះការវិលត្រឡប់ជាថ្មីនេះមកកាន់វេទិកាតាយចាស់របស់យើងនឹងមានអ្វីថ្មីហើយប្លែកយ៉ាងណានោះក៏សូមគោរពអញ្ជើញពុកម៉ែបងប្អូនមិត្តយុវជនទាំងអស់មេត្តាចូលរួមតាមដានចូលរួមគាំទ្រនិងចូលរួមផ្ដល់ជាគំនិតទស្សនៈមតិហើយកម្មវិធីរបស់យើងក៏ស្វាគមន៍រាល់មតិតិចទៀនក្នុងន័យកែលម្អស្ថាបនាទាំងអស់ផងដែរបាទអូននេះហេងតើអាចនឹងជម្រាបនៅចំណុចអ្វីដែលតាយចាស់របស់យើងនឹងលើកយកមកជាចំណុចពិសេសដែរទេនៅគណៈពេលដែលយើងនឹងវិលត្រឡប់មកសារជាថ្មីបាទសូមអញ្ជើញបាទជាការប៉ុណ្ណាបងមិនសុនតាយចាស់របស់យើងគឺមិនអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរខំបំណងទេគឺយើងនឹងលើកយកបញ្ហាពុកម៉ែបងប្អូនមកនិយាយបញ្ហាមេដឹកនាំកម្ពុជាដែលមិនបានដោះស្រាយបញ្ហាផ្សេងដែលកើតឡើងចំពោះប្រទេសកម្ពុជាហើយមិនបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងជួបប្រទះផងដែរហើយជាពិសេសទៅទៀតនោះគឺរាល់សកម្មភាពថ្មីនឹងដែលកើតឡើងបច្ចុប្បន្ននេះគឺពួកយើងនឹងយកមកជជែកគ្នាដើម្បីចែករំលែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរដទៃទៀតក៏ដូចជាបន្ធូរនៅអារម្មណ៍តានតឹងនិងទុក្ខកង្វល់របស់ពុកម៉ែបងប្អូនយើងដែលកំពុងជួបប្រទះនៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្រៅប្រទេសផងដែរដែលតែងតែឈឺឆ្អាលនិងភ័យព្រួយមានទុក្ខព្រួយពីប្រទេសកម្ពុជាយើងបាទសូមអរគុណបងសុនបាទពិតប្រាកដណាស់ដូច្នេះវេទិកាតាយចាស់របស់យើងមិនមែនជាវេទិកាមួយសម្រាប់តែតិចទៀនសម្រាប់តែប្រឆាំងរដ្ឋាភិបាលដាវីងងឹតងងុលដោយមិនប្រើប្រាស់នៅវិចារណញ្ញាណនោះទេកម្មវិធីរបស់យើងកញ្ចក់ឆ្លោះសង្គមបាទនៅកម្ពុជាបច្ចុប្បន្នទាំងរដ្ឋាភិបាលទាំងការដឹកនាំសង្គមហើយជាពិសេសគឺទុកកង្វល់របស់ប្រជាពលរដ្ឋខ្មែរហើយប្រជាពលរដ្ឋខ្មែរជាច្រើនមួយចំនួនក៏ដូចជាបងកងទ័ពនៅជួរមុខក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរងទុក្ខនៅតំបន់ភាគសក្តីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្តីក៏បានផ្ញើសារមកមានពាក្យពេចន៍នៅក្នុងចិត្តជាច្រើនដែលចង់ឲ្យយើងលើកយកមកជជែកវែកញែកមកពិភាក្សាដូច្នេះតាយចាស់មិនត្រឹមតែជាកញ្ចក់សង្គមទេតាយចាស់ក៏ជាអ្នកនាំសាររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់បងប្អូនជនភៀសសឹកដែលកំពុងជួបទុក្ខលំបាករបស់បងវីរៈកងទ័ពនៅជួរមុខដែលកំពុងមានការខ្វះខាតក៏ដូចជាសំណូមពររបស់ពួកគាត់ថាតើពួកគាត់មានទុក្ខលំបាកយ៉ាងណានោះតាយចាស់ក៏ធ្វើជាអ្នកនាំពាក្យរបស់ប្រជាពលរដ្ឋខ្មែររបស់បងវីរៈកងទ័ពខ្មែររបស់ជនភៀសសឹកខ្មែរដែលកំពុងជួបបញ្ហាលំបាកទាំងអស់នោះលើកយកមកជជែកពិភាក្សាជំនួសឲ្យពួកគាត់ដែលនៅក្នុងស្រុកមិនហ៊ានប្រាសិទ្ធរបស់គាត់យកមកបកស្រាយដោយសារនៅក្នុងស្រុករបស់យើងនោះយើងដឹងស្រាប់ហើយមានរឿងពីណាពីណីឯណោះទេមានរឿងនៅប្រទេសអ៊ីរ៉ង់ឯណោះទេប៉ុន្តែអ្នកដឹកនាំកម្ពុជាយើងហាក់បីដូចជាមានខ្លួនសម្បើមណាស់ហើយគាត់បាទជាការប៉ុណ្ណាបងសុនយើងដាក់គម្រាមពលរដ្ឋមិនឲ្យលើកយកមកជជែកលើកមកនិយាយលើកយកមកពិភាក្សាបើមិនចឹងអញវាយខ្នោះចាប់ដាក់គុកអីជាដើមហ្នឹងហើយបាទជាការប៉ុណ្ណាបងសុនយើងនឹងលើកយកបញ្ហាអ៊ីរ៉ង់នេះមកជជែកវែកញែកគ្នាជាវីដេអូទី1របស់យើងឲ្យបន្ទាប់ពីយើងបញ្ចប់នៃការផ្សាយបើកកម្មវិធីនេះតទៅបាទអ្វីដែលពួកយើងស្នើសុំនោះគឺស្នើសុំដល់ពុកម៉ែបងប្អូន
ចែករំលែកវីដេអូនិងរូបភាពរបស់តែចាស់របស់យើងហើយកុំភ្លេចចុច like ចុច share ដើម្បីចែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាមានបញ្ហាមានចម្ងល់អីសូមផ្ញើសារមកកាន់តែចាស់របស់យើងបាទបងប្អូនមានអីបន្ថែមបាទវីដេអូនេះក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលធ្លាប់គ្រប់គ្រងកម្មវិធីតែចាស់របស់យើងកន្លងមកច្រើនមែនទែនហើយជាថ្មីនេះក៏ដូចជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងនៅក្នុងស្រុកក៏ដូចជានៅក្រៅស្រុកជាពិសេសមិត្តយុវជនទាំងអស់បាទសូមមេត្តាជួយចែករំលែកព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានបាទចូលរួមបញ្ចេញមតិយោបល់បាទមានអ្វីដែលចង់និយាយមានអ្វីដែលចង់ឲ្យយើងលើកយកមកពិភាក្សាមានអ្វីចង់តិចទៀនចង់កែលម្អពួកយើងក៏សូមតំណែងតំណងផ្ញើសារតាមគេហទំព័រតែចាស់របស់យើងហើយពួកយើងនឹងរីករាយស្វាគមន៍ជានិច្ចរាល់ការផ្ដល់ជាទស្សនៈទានល្អៗហើយក៏ដូចហេងលើកឡើងអញ្ចឹងក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់ជាពិសេសមិត្តយុវជនចូលរួមជួយផ្សព្វផ្សាយកម្មវិធីតែចាស់របស់យើងដើម្បីឲ្យពួកយើងកាន់តែមានកម្លាំងចិត្តក្នុងការធ្វើវីដេអូផ្សេងៗជាបន្តទៅមុខទៀតបាទសូមអរគុណបាទសូមអរគុណសូមគោរពលា